ថាសត្វបរោះហ្នឹងគឺលោកអ្នកប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តនេះឈ្មោះថាសត្វបរោះទោះបីថាអ្នកនឹងមិនមានទ្រព្យសម្បត្តិមិនមានលៀបយសអីយ៉ាងណាក៏ដោយឲ្យតែជាអ្នកប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យឈ្មោះថាជាសត្វបរោះហើយបើយើងមានលៀបយសសរសើរសុខប៉ុន្តែការប្រព្រឹត្តអាក្រក់ដោយកាយដោយវាចាដោយចិត្តនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គហៅថាអសត្វបរោះវិញអញ្ចឹងពុទ្ធបរិស័ទយើងដែលបានសមាទាននិច្ចសិលនិងឧបោសថសិលនេះគឺជាអ្នករក្សានៅកំណើតរបស់មនុស្សហើយអានិសង្សរបស់សិលហ្នឹងគឺមានច្រើនណាស់មានច្រើនលោកសរុបមកដោយន័យឲ្យញាតិញោមនឹងងាយស្ដាប់ហើយបាននៅសេចក្តីជ្រះថ្លាក្នុងសិលណាលោកសម្ដែងមកគឺមាន5ទី1គឺអបបមាតោអធិករណੰមហន្តੰណាភោខន្ធាំងអធិគេចតិណាអ្នកមានសិលនោះនឹងបាននៅគំនួតទ្រព្យដ៏ច្រើនណាមិនមានអធិករព្រោះសេចក្តីមិនប្រមាទអ្នកមានសិលហ្នឹងគឺជាអ្នកមាននៅគំនួតទ្រព្យដ៏ច្រើនព្រោះយើងមានសិលជាគ្រឿងរក្សាការពារនៅកំណើតមនុស្សយើងហ្នឹងដូចបានរៀបរាប់ពីខាងដើមអញ្ចឹងគឺសិលការពារមិនឲ្យយើងទៅកាន់អបាយភូមិ4យើងបានអត្តភាពជាមនុស្សយើងប្រើអត្តភាពជាមនុស្សនឹងឯងរស់នៅភោគទ្រព្យក្នុងពេលបច្ចុប្បន្នអញ្ចឹងទ្រព្យសម្បត្តិកើតឡើងពីការព្យាយាមប្រឹងប្រែងរបស់យើងទាំងអស់គ្នាហ្នឹងហើយទ្រព្យសម្បត្តិដែលកើតឡើងដោយការព្យាយាមប្រឹងប្រែងហ្នឹងដោយសារយើងមានអីថាមានអត្តភាពជាមនុស្សនឹងឯងបើមិនមានអត្តភាពជាមនុស្សទេយើងមិនអាចរកទ្រព្យសម្បត្តិឲ្យចម្រើនទៅបានទេអញ្ចឹងបានលោកសម្ដែងថាអ្នកមានសិលនឹងបាននៅគំនួរទ្រព្យសម្បត្តិដ៏ច្រើនបាននៅគំនួរទ្រព្យសម្បត្តិដ៏ច្រើនអញ្ចឹងបើយើងអត់មានសិលបានកើតមកជាមនុស្សក្តីកើតក្នុងកំណើតនៃសត្វតិរិច្ឆានក្តីវេទនាសត្វតិរិច្ឆានអីទៅហ្នឹងគេធ្វើបាបធ្វើទុក្ខបុកម្នេញបង្អត់បាយកាហាយទឹកអីជាដើមចឹងទៅអាហ្នឹងដោយសារខ្វះអីខ្វះអានិសង្សសិលតែយើងបានអត្តភាពជាមនុស្សហើយយើងអត់បានរក្សានឹងដល់ទៅពេលយើងបានអត្តភាពជាមនុស្សមកហើយកើតនៅក្នុងតកូលក្រខ្សត់អត់ទ្រព្យឬក៏វេទនាដោយហេតុផ្សេងអីជាដើមអញ្ចឹងទៅអានឹងមកពីយើងខ្វះណាអានិសង្សគោលគឺការសមាទាននិងការកាន់យកនៅបញ្ចសិលឬក៏បោសថសិលហ្នឹងដែរអញ្ចឹងទី1កាលណាបើយើងមានសិលជាទីហូរមកនៅគំនូរភោគទ្រព្យដ៏ច្រើនហើយមិនមានអធិករព្រោះសេចក្តីមិនប្រមាទនេះអ្នកមានសិលគឺសិលនឹងជាគ្រឿងរក្សាមិនឲ្យយើងមានសេចក្តីប្រមាទអញ្ចឹងទៅរឿងរ៉ាវអីបន្តិចបន្តួចកើតឡើងមកហ្នឹងគឺមានការអត់ធ្មត់សង្កត់ចិត្តដោយអំណាចនៃសិលដោយអំណាចកម្លាំងរបស់សិលហ្នឹងគឺធ្វើអ្វីមិនទៅតាមអារម្មណ៍អញ្ចឹងគឺមានសិលនឹងឯងគឺធ្វើឲ្យយើងឯងមិនមានអធិករពិចារណាដោយពុទ្ធបរិស័ទយើងសមាទាននិច្ចសិលនិងបោសថសិលទៅរឿងអីបន្តិចបន្តួចយើងគិតពីសិលទៅគឺថាមិនសមណាទៅទាស់តែងខ្វែងកំណត់គ្នាត្រឹមតែរឿងប៉ុណ្្នឹងទេយើងសមាទានសិលហើយអីហើយចឹងទៅយើងពិចារណាដល់សិលធ្វើឲ្យយើងមិនមានសេចក្តីប្រមាទអធិកររឿងតូចមិនទៅជារឿងធំបែរមកទៅជារឿងតូចរឿងដែលមិនជារឿងគឺលែងទៅជារឿងតែម្ដង
ហើយបើយើងអត់សិលខ្វះការពិចារណាធ្វើឲ្យយើងនឹងឯងអាចបង្កើតជាអធិករទាស់ទែងខ្វែងគំនិតគ្នាដោយការមិនមានសិលនឹងឯងព្រោះអញ្ចឹងបើយើងមានសិលជាទីពឹងហើយរក្សាចិត្តឲ្យបានល្អហើយគឺមិនមានការប្រមាទនោះទេនឹងទី1ទី2កល្យាណោកិត្តសត្តោអភុកេចតិណានឹងមានគេឈ្មោះពីរោះល្អជាកល្យានកិត្តសត្វណាផុសអណ្ដែតឡើងចឹងទៅណាអ្នកមានសិលនឹងមានឈ្មោះល្អដូចញាតិញោមសមាទានសិលតាំងពីដើមរហូតមកអីជាដើមចឹងទៅគឺរមែងបានគេឈ្មោះពីរោះល្អដោយសារសិលរក្សាកាយវាចាចិត្តរបស់យើងឲ្យល្អអញ្ចឹងទៅទោះបីតែអត់មានទ្រព្យសម្បត្តិអីមិនក៏ដោយយើងអត់ទៅប្រមាថមាក់ងាយកេងប្រវ័ញ្ចលួចទ្រព្យសម្បត្តិអ្នកដទៃជាដើមអញ្ចឹងទៅយើងអត់ក៏ថ្លៃធ្នូគេមើលមកគេទៅសើងគាត់នឹងល្អសម្បីតែអត់មែនប៉ុន្តែតាំងពីខ្ញុំនៅចិត្តគាត់មកតាំងពីដឹងក្តីមកគាត់មិនដែលទៅលួចឆក់ប្លន់អ្នកដទៃណាយទេគាត់អត់មែនប៉ុន្តែថ្លៃធ្នូអញ្ចឹងទៅនេះញាតិញោមមើលព្រោះគឺថាធ្វើឲ្យយើងនឹងឯងមានកិត្តស័ព្ទណាពីរោះទៅតែម្ដងអញ្ចឹងណាព្រោះហើយគេឈ្មោះរបស់យើងនឹងឯងគឺតែងតែលេចលឺណាទៅកាន់ទីទាំងពួងព្រោះក្លិនក្អូបតែងតែក្អូបបដោយខ្យល់បក់តាណាទៅក្លិនហ្នឹងក៏បដោយទៅតាមនឹងអញ្ចឹងទៅប៉ុន្តែកិត្តិយសគោលគឺឈ្មោះពីរោះពិសាដែលកើតអំពីការមានសិលរបស់យើងនេះគឺក្អូបច្រាស់ខ្យល់អញ្ចឹងបានជាលោកសម្ដែងហើយនឹងមានឈ្មោះពីរោះល្អជាកល្យាននិងកិត្តិស័ព្ទនឹងឯងផុសអណ្ដែតឡើងអញ្ចឹងគឺពុទ្ធបរិស័ទយើងរក្សាសិលហ្នឹងគឺគេអត់ខ្លាចទេណាគេអត់ខ្លាចអ្នកមានសិលទេអត់សិលហ្នឹងគេខ្លាចប្រហារលួចឆក់ប្លន់អីជាដើមហ្នឹងទៅដល់ទៅពេលយើងអ្នកមានសិលទៅទីកន្លែងណាវាធ្វើឲ្យទីកន្លែងហ្នឹងឯងមានសន្តិភាពហើយបរិសុទ្ធនៅក្នុងក្រុមគ្រួសារអីហ្នឹងប្តីប្រពន្ធហ្នឹងក៏បានសុខស្រួលជាមួយគ្នាអីជាដើមហ្នឹងទៅយោគយល់សន្តោសប្រុសប្តីគ្នាជាដើមកូនចៅអីហ្នឹងក៏ប្រកបដោយកន្លងធัวអញ្ចឹងទៅណាហើយកិត្តិស័ព្ទកិត្តិនាមហ្នឹងក៏រមែងណាជាទីសោកសាយធ្វើឲ្យអ្នកនៅភូមិផងរបងជាមួយនឹងឯងគឺត្រេកអរគ្រាន់តែឮឈ្មោះឮនាមហ្នឹងគឺត្រេកអរសប្បាយចិត្តអីជាដើមអញ្ចឹងទៅណាដល់ទី3វិសារតោឧបសង្កមៈអមង្គៈភូតោកាលនឹងចូលទៅកាន់ទីប្រជុំតែងរីករាយមិនមានអៀនអន់ដាក់មុខសំយំចោះទេអ្នកមានសិលហ្នឹងចូលទៅកាន់ទីប្រជុំជួនហ្នឹងគឺរមែងណារីករាយព្រោះអត់មានភ័យព្រួយបារម្ភទៅកាន់ទីប្រជុំជុំអត់មានភ័យព្រួយបារម្ភដល់ពេលយើងធ្វើខុសចូលទៅកាន់ទីប្រជុំជួនទៅអត់ហ៊ានងើបមុខទេណាខ្លាចគេដឹងរឿងចេះមួយចុះពីរទៅហ្នឹងអង្គុយក៏មិនហ៊ានមកមុខហើយនិយាយស្ដីហ្នឹងគឺអត់ហ៊ានបើកចំហឲ្យខ្លាចមានចំណុចណាមួយហ្នឹងគេចាប់បានអញ្ចឹងណាដល់ទៅពេលអ្នកមានសិលចូលទៅកាន់ទីប្រជុំជួនគឺមានមុខហ្នឹងមិនសំយងចុងព្រោះអំពើដែលខ្លួនធ្វើហ្នឹងគឺដឹងថាអញអត់បានប្រព្រឹត្តខុសដល់អញ្ចឹងអត់មានមុខសំយងចុងមែនយល់ទៅអញ្ចឹងគឺអ្នកមានសិលហ្នឹងទៅកាន់ទីប្រជុំជួនហ្នឹងឯងរមែងរីករាយមិនអៀនអន់ទេណាមិនមានមុខសំយងចុងទៀតហើយបើយើងអត់មានសិលប្រព្រឹត្តខុសដោយហេតុឯណានេះមួយទោះបីណាអ្នកដតីដឹងមិនដឹងអីយ៉ាងណាក៏ដោយប៉ុន្តែខ្លួនឯងចូលទៅកាន់ទីប្រជុំជួនរៀងព្រឺខ្នងមកខ្លាចគេហៅមកហ្នឹងមានការអីបើនឹកឃើញនៅអំពើដែលខ្លួនឯងធ្វើដោយបុរាណលោកពោលថាម៉េចញញោមក្អែកគោតបៅខ្នងក្អែកហើររំលងម្សាយកតុយទោះបីតែក្អែកនឹងទុំមិនទុំអីយ៉ាងណាក៏ដោយប៉ុន្តែវាម្សាយកតុយដោយសារអីខ្លួនឯងមានតបៅអញ្ចឹងគឺថាអ្នកមានសិលដល់ដឹងថាខ្លួនឯងមិនប្រព្រឹត្តខុសគឺរមែងរីករាយហើយអត់មានមុខសំយំចុះហើយគឺថាដោយចូលទៅកាន់ទីជំនុំប្រជុំជួនហ្នឹងដោយរីករាយណាចំពោះអ្នកនៅជុំវិញហ្នឹងគឺ
សិលនឹងធ្វើឲ្យយើងក្លាហានធ្វើឲ្យយើងរីករាយអញ្ចឹងណាព្រោះមិនធ្វើឲ្យយើងអឹមអៀនអិនអន់អីទេព្រោះហ្នឹងអញ្ចឹងគឺទី3ដល់ទី4ហ្នឹងអសមុខលហោកាលាំងការោតេវេលានឹងធ្វើកាលកិរិយាមិនវង្វេងស្មារតីយើងមានសិលច្បាស់លាស់ពិតប្រកបអញ្ចឹងទៅគឺរមែងមានស្មារតីនឹងនោះទោះបីថារូបកាយនឹងឯងត្រុតត្រោមព្រោះជារាក្រំគ្រាមកបៀតបៀនអីយ៉ាងណាក៏ដោយប៉ុន្តែស្មារតីហ្នឹងគឺមិនវង្វេងទេព្រោះរូបកាយហ្នឹងវាតែងតែត្រុតត្រោមទៅឲ្យញាតិញោមឲ្យព្រោះទោះបីថាយើងមានទ្រព្យសម្បត្តិអីយ៉ាងណាក៏ដោយក៏មិនអាចយកទ្រព្យនឹងឯងមកបិទបាំងការពារចរិយានឹងមិនឲ្យបៀតបៀននៅរូបកាយរបស់យើងបានទេគឺរមែងតែងតែត្រុតត្រោមក្រំគ្រាទៅជាធម្មតានឹងឯងប៉ុន្តែបើយើងមានសិលរក្សាចិត្តរបស់យើងនឹងមិនឲ្យពង្វេងពង្វាន់ផន់ស្មារតីទេណាហើយបើយើងអត់មានសិលទេនិមិត្តអាក្រក់ចូលមកខណៈពេលដែលយើងរៀបនឹងដាច់ខ្យល់ហ្នឹងហើយបើនិមិត្តអាក្រក់ចូលមកអញ្ចឹងសង្ឃឹមសុគតិមិនបានញាតិញោមអត់បានទេនិមិត្តអាក្រក់ចូលមកដាច់ខ្យល់ផឹងកាន់យកនិមិត្តអាក្រក់ឯណានេះមួយទៅកាន់អបាយភូមិបាត់នរកប្រែតិរិឆានអសូរកាយទៅតាមយថាកម្មព្រះអង្គសម្ដែងសត្វទាំងឡាយធ្វើបុណ្យរមែងទៅកើតក្នុងសុគតិសត្វទាំងឡាយធ្វើបាបរមែងទៅកាន់ទុក្ខតិមានអបាយភូមិជាដើមនឹងអញ្ចឹងបើយើងមានសិលមានស្មារតីនឹងនោះកាន់យកនៅសេចក្តីល្អដែលខ្លួនឯងបានធ្វើស្លាប់ទៅទេអ្នកមរណៈស្លាប់ទៅកើតនៅក្នុងសុគតិមានមនុស្សនិងទេវតាជាដើមហ្នឹងគឺអ្នកមានសិលហ្នឹងគឺថាមានស្មារតីមិនវង្វេងរៀបនឹងស្លាប់នោះទេណាដល់ទី5ហ្នឹងគឺកាយសៈភេទារមណាសុគតੰសក្យ៉ាងលោកាំងណាឧបបច្ចតិបន្ទាប់ពីការបែកធ្លាយខណ្ឌទៅតែងបានទៅកើតនៅក្នុងសុគតិឋានសួគ៌នេះហើយឋានសួគ៌ហ្នឹងគឺអ្នកមានសិលបែកធ្លាយរាងកាយទៅរមែងទៅកាន់សុគតិណាមានឋានសួគ៌គឺទេវតាជាដើម